안녕하세요. 수스대장님. có một canសំណួរខ្លីៗពាក់ព័ន្ធជាមួយនឹងការប្រឡង EPS topic ជាវិញ្ញាសាប្រភេទស្ដាប់ម្ដងអញ្ចឹងខ្ញុំធ្លាប់បានបញ្យល់ក្នុងវីដេអូមុនពាក់ព័ន្ធជាមួយនឹងករណីក្នុងការមើលខ្លះៗទៅលើវិញ្ញាសាស្ដាប់គឺយើងមើលទៅលើទីមួយគឺរូបភាពទាក់ទងជាមួយនឹងកាយវិការទីតាំងវត្ថុរបស់របរអីជាដើមអញ្ចឹងទៅអញ្ចឹងយើងតាមស្មានមើលចាំទាញមើលតើអឺចម្លើយមួយណាហើយយើងគិតថារូបភាពដែលត្រឹមត្រូវហ្នឹងគឺទីប្រមាណអញ្ចឹងទៅក្នុងចំណោមទាំង4នេះអញ្ចឹងកាយវិការយើងអាចបដោតទៅលើទាំងប្រុសទាំងស្រីតើមួយណាដែលសមស្របជាមួយនឹងរូបភាពជាងអូខេឥឡូវសូមចាក់ស្ដាប់សិនចាំខ្ញុំបកស្រាយតាមក្រោយ 16번. 한국어 사전은 어디에 있어요? 저쪽 한국어 교재 옆에 있어요. 다시 들으십시오. 한국어 사전은 어디에 있어요? 저쪽 한국어 교재 옆에 있어요. បាទស្ដាប់បានទេបងប្អូនតើពាក់ព័ន្ធជាមួយនឹងរូបភាពមួយណាដែរបាទឥឡូវមុននឹងបកស្រាយចម្លើយខ្ញុំសូមបង្ហាញទាក់ទងជាមួយនឹងខ្លឹមសារនៃអ្វីដែលបាននិយាយនៅក្នុងវិញ្ញាសាមិញហ្នឹងណាអញ្ចឹងខាងបរោះសិនណាខាងណាំចាខាងបរោះគាត់និយាយថា Handogo Sajonen ODA សយហ្នឹងខាងនេះខាងបរោះខាងប្រុសអ្នកសួរណា Handogo Sajon មានន័យថាវចនានុក្រមភាសាកូរ៉េ ODA សយនៅឯណាបាទអញ្ចឹងយើងត្រូវបដោតពាក់ព័ន្ធជាមួយនេះសាចនហើយនឹងទីតាំង Canary ឆោជុក Handogo Kyoje Yope សយឆោជុកមាននៅខាងនោះអានឹងទាក់ទងនឹងកាយវិការចង្អុល Handogo Kyoje ក៏ check Kyoje គឺសំដៅលើសិភៅហ្នឹងបាទ Handogo check តែ Yope សយនៅក្បែរសិភៅភាសាកូរ៉េដែលនៅខាងនោះអញ្ចឹងយើងបដោតទៅលើកាយវិការរបស់ Canary បើគាត់ចង្អុលប្រាប់ថាខាងនេះខាងនោះអីចឹងទៅអញ្ចឹងឆោជុកបាទអញ្ចឹងត្រូវតែមួយណាបាទរូបភាពទី1គឺខាងប្រុសអ្នកចង្អុលទេរូបភាពទី2 Canary ហើយនៅកន្លែងនេះមានសភៅច្រើនបាទខាងនេះរបៀបណែនាំឯរូបភាពទី3របៀបណែនាំហើយទី4វាដូចក្នុងថ្នាក់រៀនបាទសិស្សនិយាយជាមួយគ្រូអ្នកគ្រូអីចឹងទៅបាទអញ្ចឹងចម្លើយទៅត្រឹមត្រូវមួយណាដែរបាទគឺទី2 E ពាក់ព័ន្ធជាមួយនឹងការសួររបស់បរោះហើយនឹងការចង្អុលរបស់នារីអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះបើសិនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូនេះបានហើយចំពោះ channel របស់ខ្ញុំគឺមានពាក់ព័ន្ធជាមួយនឹងសំណួរជាច្រើនវីដេអូពាក់ព័ន្ធជាមួយនឹងចម្លើយលំហាត់អីផ្សេងបើសិនជាបងប្អូនអត់ទាន់បាន subscribe channel របស់ខ្ញុំបានទេគឺសូមជួយ subscribe ហើយនឹងចែករំលែកបន្តទៅកាន់មិត្តភ័ក្តិបងប្អូនដែលជាដើមដែលគិតថាគាត់កំពុងតែសិក្សាភាសាកូរ៉េឬក៏ចង់រំលឹកទៅលើវិញ្ញាសាអីខ្លះៗចឹងទៅអញ្ចឹងសង្ឃឹមថាវីដេអូខ្ញុំនេះអាចជាជំនួយខ្លះៗសម្រាប់បងប្អូនផងដែរបាទបើសិនជាចង់ទៅប្រទេសកូរ៉េគឺសូមតាំងចិត្តនិងខិតខំប្រឹងប្រែងទាំងអស់គ្នាបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតខំសាមីតា